បំណុលដែលត្រូវលុបកាត់ចេញពីបញ្ជីហ្នឹងមានទឹកប្រាក់ប្រមាណជា$30 លានសហរដ្ឋអាមេរិកយើងមានការជឿចាប់កាលណាឃើញគេបំពេញយើងដូច្នេះខ្ញុំចង់បញ្ជាក់កិច្ចការធំ3ដែលធនាគារស្ដារបានធ្វើពាក់ព័ន្ធជាមួយនឹងខែ7ឆ្នាំ2025នេះដែលយើងបានធ្វើហើយកំពុងតែធ្វើបន្តទៅទៀតនឹងទៅតាមប្រកាសរបស់ធនាគារជាតិហ្នឹងគឺយើងបានលុបបំណុលចេញពីបញ្ជីសម្រាប់យុទ្ធជនដែលពលិជីវិតសម្រាប់យុទ្ធជនដែលរងនៅក្នុងសមរភូមិដែលរងរបួសហ្នឹងដែលហើយនឹងកៅអ្នករួមខ្ចីបាទដែលមានទឹកប្រាក់$4.2 លានសហរដ្ឋអាមេរិកគឺយើងបានធ្វើរួចហើយបាទរីឯការពជាការសងរបស់សាច់ញាតិគាត់ហ្នឹងក៏មានទំហំច្រើនបាទនៅតែបន្តធ្វើបាទព្រោះនៅក្នុងប្រកាសកាលពីខែ7ហ្នឹងត្រូវចប់នៅក្នុងខែ10ឆ្នាំ2025បាទប៉ុន្តែថ្មីទៀតដល់ពេលដែលចាប់ដើមចម្បាំងការបំពេញពីប្រទេសជិតខាងមកលើកម្ពុជារបស់យើងនៅក្នុងខែ12ហ្នឹងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសមួយទៀតទៅឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបាទហើយអេស្ដាក៏ចូលរួមយ៉ាងពេញលេញយើងត្រូវពិនិត្យមើលឲ្យច្បាស់លាស់ថាតើមានអតិជនប្រមាណដែលពាក់ព័ន្ធមួយយើងអញ្ចឹងវាមាន3ប្រភេទដដែលគឺជនភៀសសឹកបាទយុទ្ធជនដែលប្រយុទ្ធនៅក្នុងសមរភូមិដែលគាត់រងរបួសហើយនឹងពលីនៅសមរភូមិយើងអត់ដឹងទេយើងអត់មានចំនួនថារងរបួសប្រមាណពលីប្រមាណទេប៉ុន្តែយើងចាប់ដើមមើលថាតើក្នុងអនុទាន52,000របស់យើងនេះយើងអនុវត្តទៅតាមប្រកាសរបស់ធនាគារជាតិហ្នឹងតើយើងត្រូវពជាការសងហ្នឹងសងហ្នឹងស្មើនឹងទឹកលុយប្រមាណអញ្ចឹងយើងពិនិត្យមើលទៅឃើញថាគឺយើងធ្វើការល្អិតល្អន់ដើម្បីមើលថាតើអនុទានប្រមាណដែលយើងត្រូវពជាក្នុងការសងអញ្ចឹងទឹកលុយខ្ញុំបានជំរាបជូន$70 លានសហរដ្ឋអាមេរិកហើយអនុទានប្រមាណដែលយើងគ្រោងនឹងលុបចេញគឺលុបចេញនៅក្នុងឆ្នាំ2026ព្រោះប៉ះនឹងឆ្នាំខែ12យើងចាប់ដើមមើលចំនួន$30 លានសហរដ្ឋអាមេរិកអានឹងគ្រោងនឹងលុបចេញរីឯបានលុបរួចហើយលុបហ្នឹងគឺបានថាអត់ទាត្រឡប់មកវិញហ្នឹងគឺចំនួន$4.2 លានសហរដ្ឋអាមេរិកធ្វើរួចហើយសម្រាប់យុទ្ធជនដែលបូជាជីវិតហើយក៏ដូចជាយុទ្ធជនដែលរងរបួសនៅក្នុងសមរភូមិដែលប៉ះគ្រឿងដែលរងគ្រោះនៅក្នុងពីខែ7មកហ្នឹងបាទហ្នឹងទឹកលុយ$4.2 លានបានធ្វើរួចហើយអ្វីដែលត្រៀមសម្រាប់ធ្វើតទៅទៀតក្នុងឆ្នាំ2026ខ្ញុំបានបញ្ជាក់តួលេខហើយគឺប្រមាណជា$30 លានសហរដ្ឋអាមេរិកគឺយើងប៉ាន់ប្រមាណមើលព្រោះយើងមើលក្នុងបញ្ជីអ្នកដែលប្រើប្រាស់សេវារបស់យើងខ្ញុំសំដៅទៅលើអតិជនរបស់ធនាគារអេស៊ីដាខ្ញុំចង់បញ្ជាក់ឡើងនេះបាទជាអតិថិជនទេបាទនោះឯងគឺជាសមានចិត្តនៃការចូលរួមរបស់ការភាគីពាក់ព័ន្ធរបស់ធនាគារអេស៊ីដាទាំងអស់ហ្នឹងគឺតាមពីភាគហ៊ុននឹករបស់យើងពីក្រុមសហភិបាលរបស់យើងពីថ្នាក់ដឹកនាំរបស់យើងដែលនៅទីនេះហ្នឹងហើយនឹងកម្មករយោជិតរបស់យើងទាំងអស់ហើយនឹងពីអតិជនរបស់យើងទាំងអស់គឺរួមគ្នា